ជំរាបសួរបងប្អូនអរគ្នានេះគឺជាទស្សនវិជ្ជានៅលើកំពូលភ្នំបាណន់បាទបងប្អូនយើងមកលេងច្រើនណាស់ថ្ងៃនេះថ្ងៃទី1ខែមករាឆ្នាំ2026ព្រោះថាថ្ងៃនេះគឺថ្ងៃដើមឆ្នាំអញ្ចឹងហើយបងប្អូនយើងមកលេងលើភ្នំបាណន់នេះច្រើនដោយពួកគាត់មានជំនឿថានៅថ្ងៃដើមឆ្នាំពួកគាត់ត្រូវដើរលេងកន្លែងខ្ពស់ៗដើម្បីឲ្យឆ្នាំថ្មីមានរិស័យខ្ពស់បើភ្នំកាន់តែខ្ពស់កាន់តែមានរិស័យខ្ពស់ទៀតបងប្អូនបាទហើយបើតាមសម្ដីអ្នកលក់ដែលគាត់បានលក់ដូរនៅទីនេះគាត់បានបញ្ជាក់ថានៅថ្ងៃនេះមានបងប្អូនយើងមកលេងខុសពីថ្ងៃសប្តាហ៍បងប្អូនបាទហើយខ្ញុំក៏ជាលើកទី1ដែរដែលបានឡើងលើភ្នំបាណន់រាល់ដងមកដែរបងប្អូនបាទមកលេងតែក្រោមថ្ងៃនេះគឺឡើងយករិស័យម្ដងហើយឡើងទៅដល់កំពូលភ្នំបងប្អូនបាទនេះបងប្អូនទស្សនវិជ្ជាភ្នំបាណន់ថ្ងៃទី1ខែមករាឆ្នាំ2026ទោះបីជាស្ថានភាពសង្គ្រាមបានធ្វើស្បាយបន្តិចតែបងប្អូនជាពលរដ្ឋយើងមកទស្សនាដល់លេងច្រើនមកនេះហើយនេះគឺជាទស្សនវិជ្ជានៅលើកំពូលភ្នំបាណន់ឡើងមកដល់លើទីនេះមានប្រទាលបាតដៃនេះច្រើនបងប្អូនបាទអមជាមួយនឹងប្រាសាទមានបងប្អូនយើងមកលេងហើយក៏មានទីសក្ការៈបូជាមានកន្លែងអុជធូបបួងសួងបន់សន់សុំសេចក្តីសុខដើមឆ្នាំសុំឆ្នាំថ្មីសំណាងល្អរិស័យខ្ពស់มันអត់ទេកន្លែងបួងសួងនៅលើកំពូលភ្នំនេះបងប្អូនបាទព្រោះថាកន្លែងនេះគឺជាទីកន្លែងប្រាសាទបុរាណប្រាសាទនេះមានអាយុកាលយូរឆ្នាំហើយបងប្អូនបាទហើយនេះបាទរូបសំណាកសម្រាប់គោរពបូជាហើយនេះគឺជាកន្លែងប្រាសាទបុរាណដែលនៅចំកណ្ដាលគេហើយធំជាងគេឃើញថាបងប្អូនយើងកំពុងតែបន់សន់ច្រើនមែនទែនហើយនៅមុខប្រាសាទហ្នឹងមានចាក់កំពីតាមក្បួនបុរាណផងដែរបងប្អូនបាទហើយមិនត្រឹមតែមានប្រាសាទមួយនឹងទេបាទប្រាសាទលើនេះក៏មានច្រើនហើយប្រាសាទធំជាងគេគឺនៅចំកណ្ដាលមួយNong có miếng thì nhiệt có miếng. Cái lan không có khăn là tụi tôi thôi.